កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានរបស់ថៃដែលបានវាយសម្រុកចូលកាន់កាប់ទីតាំងសំខាន់ៗក្នុងខេត្តចំនួន4របស់កម្ពុជាហើយសូមអោយសហគមន៍អន្តរជាតិជួយដោយក្តីឈឺចាប់ចំពោះសង្គ្រាមថៃឈ្លានពានកម្ពុជាជាលើកទី2ក្នុងឆ្នាំ2025បានចាប់ផ្ដើមពីថ្ងៃទី7ធ្នូដល់ថ្ងៃទី27ធ្នូឆ្នាំ2025ភាគីកម្ពុជាតាមរយៈក្រសួងការបរទេសបានធ្វើការតវ៉ាជាផ្លូវការតាមការទូតចំពោះការរំលោភបំពានរបស់ទាហានថៃដែលបានវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងនៅទីតាំងសំខាន់ៗក្នុងខេត្តចំនួន4របស់កម្ពុជារួមមានខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃដូចខាងក្រោមទី1ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសហគមន៍អន្តរជាតិនិងសាធារណជនទូទៅអំពីការបន្តសកម្មភាពកក្លឿនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនចំហថៃទៀតផងក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ទី2ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតនៅយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជាក្នុងខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គញ់និងតំបន់ជោគគ្រោះទី3រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃរួមទាំងការបន្តឈរជើងនិងការកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តទាំង4ខាងលើរបស់កម្ពុជាដោយមានអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី27ធ្នូឆ្នាំ2025ស្តីពីការហាមមិនឲ្យមានសកម្មភាពញុះញង់ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងជនស៊ីវិលនិងគោលដៅស៊ីវិលក្នុងគ្រប់កាលៈទេសៈកងទ័ពថៃកំពុងតែបង្កើនការវាយកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាជាពិសេសនៅក្នុងភូមិព្រៃច័ន្ទជោគជ័យនិងបឹងត្រកួនខេត្តបន្ទាយមានជ័យនិងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់របស់កម្ពុជាការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃហើយបន្ទាប់មកវាយកំទេចផ្ទះសម្បែងរបស់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជាដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភាសាកម្ពុជាជាច្រើនមិនឲ្យត្រឡប់ចូលទៅលំនៅឋានរបស់គេវិញបានគឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដូចនេះកម្ពុជាទាមទារឲ្យប្រទេសថៃអនុវត្តចំណុចសំខាន់ដូចខាងក្រោមទី1បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបទៅដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងទឹកដីកម្ពុជាទី2ដកយោធានិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ទី3គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនាថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី27ខែធ្នូឆ្នាំ2025សរុបមកគឺកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាសហគមន៍អន្តរជាតិនឹងជួយជំរុញឲ្យប្រទេសថៃឲ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ខ្ញុំមុនីវ័នពី RT News